vậy tới cái chi AI ở vậy tới cái mua là hai đấy bây giờ thể hiện AI hay mua là hai đấy dân ban thể hiện là biếtក្នុងការបញ្ជាព្រមហ្នឹងភាសាខ្មែរយើងគេនិយាយថារបៀបបញ្ជាយកបញ្ជាវាមិនដើម្បីឲ្យវាឲ្យចេញអាលទ្ធផលហ្នឹងមកដល់យើងបាទលក្ខណៈឲ្យវាបានត្រឹមត្រូវហើយចំណុចទី4ហ្នឹងតើយើងធ្វើអាប្រំវាមិនបានដើម្បីបញ្ជាវាបានណាបាទបញ្ជាវាបានហើយចំណុចទី5ហ្នឹងគឺយើងនឹងរៀនតទៅទៅនឹងថែបប្រភេទនៃ system AI ហើយយើងនឹងត្រូវប្រើប្រំហ្នឹងវាមិនបាទចំណុចទី6យើងនឹងធ្វើការសិក្សាអំពីការវាយបញ្ចូលការរបៀបបញ្ជាណាភាសាខ្ញុំនិយាយថារបៀបបញ្ជាធ្វើម៉េចឲ្យវាមានលក្ខណៈត្រឹមត្រូវបាទប្រសិទ្ធភាព effective បាទមួយទៀតយើងនឹងធ្វើយើងនឹងដឹងថា application របស់បញ្ញាសិប្បនិម្មិតនឹងវាមានអីខ្លះហើយនៅចំណុចទី8យើងនឹងសិក្សាតកតងនឹងបញ្ហាប្រឈមហើយនឹងការប្រើប្រាស់ប្រមហ្នឹងអញ្ចឹងវាមានគុណសម្បត្តិនិងគុណវិបត្តិណាចំណុចទី9យើងនឹងសិក្សាតកតងទៅនឹងកលឹះខ្លះដែលយើងនឹងសិក្សាអំពីកលឹះនៃការប្រើប្រាស់ AI ហើយនឹងប្រើប្រមហើយចុងក្រោយគឺយើងនឹងមានតម្លៃគេហៅថា conclusion របស់យើងមាន question មានអីជាដើមទន្ទឹមនឹងហ្នឹងខ្ញុំចង់បញ្ជាក់ដល់គ្នាយើងថាការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះទោះបីជាយើងសិក្សាក្តីយើងបានដឹងក្តីយើងបកកែបណ្ណាក្តីក៏យើងមិនត្រូវផ្ដេកផ្ដួលជឿទុកចិត្តទៅលើវា 100% ទេប្រកាសថាវាអាចជួយដល់យើងបានមួយចំនួនធំក្នុងការសម្រាប់សម្រួលក្នុងវិស័យការងាររបស់យើងឬក៏ការសិក្សាអីជាដើមនៅក្នុងនិយមន័យឬក៏ scope របស់បញ្ញាសិប្បនិម្មិតយើងចង់និយាយសំដៅទៅលើអ្វីដែលយើងអាចជំនួសគេហៅថាធ្វើការជំនួសមនុស្សណាដែលធ្វើការជំនួសដែលពិសេសហ្នឹងគឺធ្វើឡើងដោយម៉ាស៊ីនកុំព្យូទ័រដែលមានចងជាប្រព័ន្ធហើយប្រព័ន្ធទាំងអស់ហ្នឹងត្រូវបានរៀនដោយបង្រៀនដោយមនុស្សអញ្ចឹង system របស់ AI វាមិនមែនកើតឡើងមកឯងទេវាត្រូវការសិក្សាអំពីមនុស្សដូចគ្នាមនុស្សជាអ្នកបង្រៀន AI មនុស្សជាអ្នកបង្រៀន system ហ្នឹងអញ្ចឹងមនុស្សបានផ្ដល់ណា train ចង់និយាយភាសាយើង train ទៅដល់ AI ដើម្បីឲ្យយល់កាន់តែច្បាស់ពាក់ព័ន្ធទៅនឹង process គេហៅថា machine learning ណាបាទ machine learning ហ្នឹងគឺពេលដែលយើងបណ្ដុះបណ្ដាល AI នឹងហើយគេនឹងចាប់ផ្ដើមដាក់ជាដំណើរការតេស្តសិនគេតេស្តឲ្យអស់ថាវាចេញលទ្ធផលបែបនេះហើយគឺគេយកធ្វើលទ្ធផលហ្នឹងមកប្រើប្រាស់ជាផ្លូវការដែល AI ហ្នឹងគឺយើងនឹងបែងចែកជា category ផ្សេងទៀតដែលខ្ញុំនិយាយពីខាងដើមមិញអញ្ចឹងថាវាមិនមែនតែមួយតម្រងទេគឺមានតម្រងផ្សេងខ្ញុំចាត់និយាយភាសាអង់គ្លេសចឹងទៅវាចេះតែរត់មាត់ណាសូមអធិស្ឋានខ្លះដែរហើយមួយចំនួនខ្លះយើងអាចណាយើងអាចពិនិត្យទៅលើពាក្យឬក៏លទ្ធផលរបស់វាពេលដែលវាផ្ដល់មកអញ្ចឹងมันប្រកាសថាការផ្ដល់លទ្ធផលរបស់វាបានល្អសុក្រិត 100% ទេអញ្ចឹងខ្ញុំលើកទឹកចិត្តថាពេលដែលបងប្អូនប្រើប្រាស់គឺទាមទារឲ្យមានការពិនិត្យវិจัยឲ្យបានច្បាស់លាស់បាទពិនិត្យវិจัยច្បាស់លាស់អានពីពិនិត្យឲ្យវាត្រូវជាមួយនឹងបរិបទរបស់យើងណាយើងអត់អាចថាបានឲ្យវាយចូលហើយស្រាប់តែយើងវាផ្ដល់លទ្ធផលមក
វាអត់ស៊ីគ្នាជាមួយនឹងយើងអាហ្នឹងយើងធ្វើទៅខុសណាអាហ្នឹងខុសធ្ងន់មកយើងមើលពីប្រវត្តិសាវតារបស់ការនៃការអភិវឌ្ឍរបស់ AI យើងនៅក្នុង concept ហ្នឹងគឺយើងចាប់ផ្ដើមតាំងពីទសវត្សរ៍ទី50ឆ្នាំ1950ហើយយើងរហូតដល់ពេលបច្ចុប្បន្នហ្នឹងគឺ AI ហ្នឹងគឺចាប់ផ្ដើមវិវត្តជឿនលឿនខ្លាំងហើយវាខ្លាយទៅជាជំនាញ machine learning មួយដែលពិភពលោកកំពុងតែត្រូវការវាប្រើប្រាស់ហើយបច្ចុប្បន្ននេះក៏AI មានតួនាទីដើរតួជំនួសមនុស្សហើយក្នុងការពាក់ព័ន្ធនឹងវិស័យការងារហើយនឹងវិស័យឧស្សាហកម្មផ្សេងៗទៀតដែលកំពុងតែមានការរីកចម្រើនខ្លាំងហើយមានសមត្ថភាពខ្លាំងមានសមត្ថភាពខ្ពស់ទៀតណាហើយវាពាក់ព័ន្ធទៅនឹង application ហ្នឹងវាដូចតែយើងប្រើប្រាស់រាល់ថ្ងៃចឹងយើងអាច generate យើងអាចយើងកំពុងធ្វើរាល់ថ្ងៃយើងដឹងស្រាប់ហើយតទៅនឹងការប្រើប្រាស់ជាអក្សរក្តីការប្រើប្រាស់ជារូបភាពក្តីការប្រើប្រាស់ជាវីដេអូក្តីណាគឺ content creator ក្តីហើយដូចមួយចំនួនធំនៃមូលដ្ឋានគ្រឹះនៃ AI វាអាចជួយទៅដល់អ្នកដែលកំពុងតែអនុវត្តការងារទាំងតែម្ដងអញ្ចឹងនេះគឺជាសារបានខ្លះនៃ AI